នៅក្នុងឆ្នាំ2021ការបំពុលខ្យល់ជាកត្តាហានិភ័យធំទី2នៃការស្លាប់បានបណ្ដាលឲ្យមនុស្សប្រមាណ 8.1 លាននាក់បាត់បង់ជីវិតនៅទូទាំងពិភពលោករួមទាំងកុមារអាយុក្រោម5ឆ្នាំចំនួន 790,000 នាក់ចំណែកនៅតំបន់អាស៊ីអាគ្នេយ៍តែមួយមានអ្នកស្លាប់រហូតដល់63,000នាក់ដោយសារការប៉ះពាល់នឹងការបំពុលខ្យល់ហើយនៅកម្ពុជាឡាវនិងមីយ៉ាន់ម៉ាការបំពុលខ្យល់នេះត្រូវបានចាត់ទុកជាកត្តាហានិភ័យឈានមុខគេលំដាប់ទី1ដែលធ្វើឲ្យមនុស្សស្លាប់តាមរយៈប្រភពដដែលដោយ The State of Global Air បានបញ្ជាក់ថានៅឆ្នាំ2023កម្ពុជាមានតួលេខមនុស្សស្លាប់រហូតដល់ជាង 20,000 នាក់ដោយសារកំហាប់ខ្យល់ពុលដែលក្នុងនោះមានជាង 3,000 នាក់ដែលស្លាប់ដោយសារកំហាប់ PM2.5